ជំរាបសួរលោកអ្នកបងប្អូនស្ងួនភ្ងាថ្ងៃនេះអាកាសធាតុគឺត្រជាក់ប៉ុន្តែដោយសារមានថ្ងៃរះគឺធ្វើឲ្យអាកាសធាតុត្រជាក់ហ្នឹងកាត់បន្ថយអញ្ចឹងចង់បដូរបរិយាកាសគឺនាំគ្នាទៅញ៉ាំអាហារនៅខាងក្រៅមិនបងអង្គយូរតោះទៅធ្វើម្ហូបទាំងអស់គ្នាថ្ងៃនេះគឺធ្វើញោមស្ដៅគ្រឿងផ្សំនោះគឺមានស្ដៅត្រប់ស្រួយខ្ទឹមសខ្ទឹមក្រហមផ្លែស៊ូហើយនិងផ្លែ cranberry ហើយនឹងមានជីអង្កាមនិងជីរណាផ្លែ cranberry ហ្នឹងដាក់ទាំងមូលក៏បានយកមកហាន់ដូចនាងខ្ញុំអញ្ចឹងក៏បានដែរតែលើកនេះគឺនាងខ្ញុំហាន់វាលោកអ្នកចង់ដាក់វាចំនួនច្រើនប៉ុណ្ណាក៏បានដែរថ្ងៃនេះខ្ញុំដាក់វាតែបន្តិចទេ cranberry ហ្នឹងយកមកបុកល្ហុងក៏ឆ្ងាញ់ញោមស្ដៅអញ្ចឹងក៏ឆ្ងាញ់យកទៅធ្វើ candy ក៏ញ៉ាំឆ្ងាញ់មួយយ៉ាងដែរមួយឆ្នាំគឺឲ្យទៅដល់ខែ11ខែ12នឹងឡើងគឺសម្បូរ cranberry នឹងណាយកត្រប់ស្រួយមកហាន់ដូចនាងខ្ញុំអញ្ចឹងទៅគឺហាន់បែបចំណិតអញ្ចឹងណាតែបើបងប្អូនចូលចិត្តស្រួយជាងហ្នឹងអាចខាត់វាជា4ឬមួយក៏ជា6បានរបៀបហាន់បន្លែគឺគ្មានខុសគ្មានត្រូវទេចូលចិត្តយ៉ាងម៉េចគឺហាន់អញ្ចឹងទៅចំណែកឯផ្លែស៊ូនេះគឺខ្ញុំយកមកហាន់បែបសរសៃដុំសរសៃបើមានត្រសក់អាចដាក់ត្រសក់ជំនួសវិញបានប៉ុន្តែនាងខ្ញុំអត់មានត្រសក់ទេមានតែផ្លែស៊ូអញ្ចឹងប្រើផ្លែស៊ូចំណែកឯផ្លែស៊ូនេះញ៉ាំជំនួសត្រសក់ដូចជាផ្ទាប់ជាអន្លក់ឬមួយក៏យកមកធ្វើលបាយឬក៏យកទៅធ្វើម៉ាំឬក៏ធ្វើជ្រក់ឬក៏យកទៅឆាស្ងោរគឺបានទាំងអស់គឺរសជាតិវិញគឺឆ្ងាញ់មិនត្រឹមតែឆ្ងាញ់ទេល្អសម្រាប់សុខភាពទៀតផងហាន់បន្លែទាំងអស់នឹងហើយក៏ចាក់ចូលទៅក្នុងចាននឹងទៅចំណែកឯទឹកសោះវិញនោះគឺទឹកអំពិលទុំនាងខ្ញុំធ្វើទឹកអំពិលទុំនឹងរួចហើយចាគ្រឿងផ្សំនោះអត់មានអីច្រើនទេមានតែអំបិលស្កម្សៅស៊ុបហ្នឹងគឺម្សៅស៊ុបmushroom seasoning ចាម្សៅស៊ុបបត់បែបជាបន្លែគឺអត់មានជាតិប៊ីចេងទេហើយនឹងខ្ញុំអត់ប្រើទឹកត្រីទេគឺប្រើតែអំបិលហើយនឹងស្ករនិងម្សៅស៊ុបតែប៉ុណ្្នឹងឯងហើយមានថែមទឹកខ្មេះបន្តិចហើយមានខ្ទឹមចិញ្ច្រាំហ្នឹងគឺខ្ទឹមស្រស់ដាក់បន្តិចរួចហើយយកខ្ទឹមចិញ្ច្រាំហ្នឹងទៅលីងដាក់ចូលទៅជាមួយគ្នាដែរហើយខ្ទឹមក្រហមគឺអាចចិញ្ច្រាំឲ្យល្អិតដូចនាងខ្ញុំឬក៏លោកអ្នកអាចហាន់ជាបន្ទះស្ដើងក៏បានដែរតែនាងខ្ញុំចូលចិត្តចិញ្ច្រាំវាឲ្យម៉ត់ដោយសារតែទ្រាំនឹងរសជាតិខ្លាំងរបស់វាអត់បានហើយចំណែកឯខ្ទឹមសវិញគឺចិញ្ច្រាំឲ្យម៉ត់ដូចគ្នាក៏ដាក់ចូលទៅចំណែកឯសាច់មាន់វិញគឺអាចបេះឬមួយក៏ហាន់ឬមួយក៏ចិញ្ច្រាំយកសាច់មាន់ឬមួយក៏សាច់អ្វីដែលលោកអ្នកចូលចិត្តសាច់មាន់នេះគឺសាច់មាន់អាំងចាអាំងក៏បានស្ងោរក៏បានចំណែកជីវិញគឺថ្ងៃនេះប្រើជីរណាជីវ៉ាន់ស៊ុយហើយនិងជីអង្កាមដោយសារតែជីអង្កាមនាងខ្ញុំអត់ទាន់ងាប់ទេទឹកកកមកប្រហែលថ្ងៃគេអត់ទាន់ងាប់ចានេះគឺទឹកអំពិលទុំដែលខ្ញុំបានជម្រាបខាងលើចាយកមកស្រូបតែប៉ុណ្្នឹងទៅគឺច្បល់វាចូលគ្នាទៅគឺល្មមឆ្ងាញ់តែម្ដងទឹកអំពិលទុំហ្នឹងគឺខ្ញុំធ្វើអត់ដកយកកាកអំពិលចេញទេពីព្រោះចង់ញ៉ាំទាំងអស់អញ្ចឹងទៅក៏ដាក់មានឲ្យកាកអំពិលមកខ្លះដែរហើយអំពិលនេះគឺម៉ាក់ខ្ញុំយកមកពីប្រទេសកម្ពុជាគឺធ្វើដោយខ្លួនឯងចាខ្វះយកគ្រាប់វាចេញដោយខ្លួនឯងឥឡូវញោមរបស់ពួកយើងបានរួចរាល់ហើយគឺចាប់ដាក់ទៅក្នុងចានហើយក៏រោយជីមកទៅបេះម្ទេស 2-3 យកមកដាក់ញ៉ាំជាមួយតោះដល់ពេលសាកថ្មជីវិតហើយអត់បាច់ទៅណាឆ្ងាយទេទៅញ៉ាំនៅមាត់ទឹកហ្នឹងតែប៉ុណ្្នឹងទៅបានហើយថ្ងៃហ្នឹងអរគុណព្រះអង្គដែលមិនសូវត្រជាក់ដោយសារតែមានថ្ងៃរះមកគឺមានកម្ដៅល្មមអាចអង្គុយបានញ៉ាំបាយយ៉ាងស្រួលអាហាររបស់ពួកយើងថ្ងៃនេះគឺមានតែប៉ុណ្្នឹងឯងគឺមានញោមស្ដៅមានប្រហិតដុតមិនមែនអាំងមិនមែនស្ងោរមិនមែនចំហុយហើយមិនមែនចៀនគឺប្រហិតហ្នឹងគឺយកទៅដុត
ហើយក៏មាននំបញ្ចុកសរសៃតូចបាយដំណើបពណ៌ស្វាយហើយនឹងបាយខ្សាយពណ៌សហើយមានបង្អែមនោះគឺផ្លែទន្លាប់ចំណែកឯអន្លក់ដែលញ៉ាំជាមួយនោះគឺស្ពៃបូកូចា Napa cabbage សាច់តិចណាមិនបាច់ពាក់អាវក៏បីជាន់មានអាវច្រើនមកហើយទុំឈ្ងុយហ៎ទៅខាងសិនអរគុណព្រះអង្គណាអរគុណព្រះអង្គដែលព្រះអង្គទានជួយឲ្យកូនរស់នៅចាំថ្ងៃឃើញស្លេករបស់ព្រះអង្គក៏ប្រគុណដែលព្រះអង្គបានផ្គត់ផ្គង់នៅអ្វីៗដែលកូនទាំងអស់គ្នាត្រូវការសម្រាប់អាហារពេលនេះសូមព្រះអង្គញ៉ែជាបរិសុទ្ធហើយយើងខ្ញុំក៏អរគុណព្រះអង្គសូមព្រះអង្គបានបន្តទានពរសេចក្តីសុខសាន្តសុខភាពល្អអាយុយូរវែងឲ្យយើងខ្ញុំបានរស់នៅក្នុងការព្រះអង្គនឹងថ្វាយសេរីរុងរឿងដល់ព្រះអង្គយើងខ្ញុំទាំងអស់គ្នាសូមទទួលទានអាហារទាំងអស់នេះដោយដឹងគុណព្រះអង្គនៅក្នុងព្រះនាមទ្រង់គឺព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនគុំព្រះអូខេញ៉ាំសាមើលចុកទៅគូនេះបាយបងម៉ែចាក់នេះចឹងទៅមកញ៉ាំទៅmong nó được làm được mọi người phải chút rồi hot hơn no nó gọi hơn anh em mình không nhanh tê nhanh mùa cái đá lên nó ăn ngay she having fun over there Momo she having fun while we are having fun eating this salad called nhom sdau nim flower salad. Yeah, eat with my brother today. And our dessert is persimmon. Yeah. Thanks the Lord for the food and the opportunity to having lunch together with my brother. My baby running over there. Come here, baby. Oh, oh yeah. Come on, baby. Come on. Here, mommy have some treat for you. Yeah. Don't drop it in the water. Oh, so yummy, huh? Thank you for watching. Ako naman to sa sobrang patin po. May the Lord bless you. ចាអាកាសធាតុថ្ងៃនេះគឺមិនត្រជាក់ទេ
ពិតជាស្រស់ស្អាតណាស់ទេសភាពអរគុណបងប្អូនស្គនភ្ងាដែលបានទស្សនាវីដេអូរបស់នាងខ្ញុំសូមរងចាំទស្សនានៅវីដេអូក្រោយៗទៀតសូមព្រះអង្គប្រទានពរ Thank you for watching. May the Lord bless you. See you in the next video.